តែរយៈពេល6ថ្ងៃទិញកាក់ហូលចំណេញបាន$300ជាងតែយើងទិញយ៉ាងម៉េចដើម្បីចំណេញបែបនេះក្នុងវីដេអូនេះមានចម្លើយ Go បាទឥឡូវបាទសួស្តីអ្នកគ្នាជួបជាមួយនឹងខ្ញុំបាទហេងនៅក្នុងវីដេអូនេះគឺជា Epic 3 ទាក់ទងជាមួយនឹងរបៀបទិញកាក់ហូលឲ្យចំណេញតែយើងនឹងចំណេញយ៉ាងម៉េចហើយការវីដេអូទី1និងទី2យើងបានរៀនទាក់ទងជាមួយនឹង Fundamental ទាក់ទងមួយ Tokenomics ទាក់ទងជាមួយនឹងរបៀបដែលយើងមើលកាក់ថាតើកាក់ណាជាកាក់ល្អហើយកាក់ណាជាកាក់មិនល្អទាក់ទងមួយ White Paper Roadmap Fundamental អីគឺយើងមានអស់ហើយនៅក្នុងមេរៀនទី1ហើយនិងមេរៀនទី2ទេចំណែកនេះគឺជាមេរៀនទី3 Epic 3ទាក់ទងជាមួយនឹងរបៀបទិញវានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញ report អ្នកទាំងអស់គ្នាអំពីកាក់ដែលខ្ញុំបានទិញហូលរយៈពេល6ថ្ងៃហើយគឺចំណេញបាន$300ជាងខ្ញុំបានទិញនៅចំនួនលុយ$700ហើយបច្ចុប្បន្ននេះគឺចំនួនលុយ$950អញ្ចឹងវាចំណេញមក250ជិត$300តែយើងធ្វើយ៉ាងម៉េចក្នុងការទិញវាហើយយើងទិញយ៉ាងម៉េចដើម្បីហូលវាហូលយ៉ាងម៉េចវីដេអូនេះនឹងពង្រីកអ្នកទាំងអស់គ្នាលំអិតបានអ្នកគ្នាមុននឹងអ្នកទាំងអស់គ្នាចូលទៅការសិក្សាទាក់ទងជាមួយនឹង Epic 3ទាក់ទងជាមួយនឹងរបៀបទិញកាក់ហូលដើម្បីឲ្យចំណេញខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាបច្ចុប្បន្ននេះក្នុង community របស់ខ្ញុំគឺមានធ្វើការ giveaway អ្នកទាំងអស់គ្នាគ្រាន់តែធ្វើការ sign up នៅក្នុង account បាញ់ដងភ្លាមអ្នកទាំងអស់គ្នានឹងទទួលបានការ giveaway កាក់10បាគឺចំនួន200,000កាក់អ្នកទាំងអស់គ្នាងាយទេអ្នកទាំងអស់គ្នាគ្រាន់តែធ្វើការ scan នៅ QR នេះអ្នកទាំងអស់គ្នាដើម្បីធ្វើការ sign up អ្នកទាំងអស់គ្នា stop វីដេអូនេះបន្តិចទៅហើយអ្នកទាំងអស់គ្នាធ្វើការ scan បានអ្នកទាំងអស់គ្នាបើទូរស័ព្ទ scan បន្ទាប់មកអ្នកទាំងអស់គ្នាធ្វើការ sign up ការ sign up អ្នកទាំងអស់គ្នាគ្រាន់តែធ្វើការដាក់នៅ mail ហើយនឹងដាក់នៅ password បាទបន្ទាប់ពីអ្នកទាំងអស់គ្នាដាក់ mail ដាក់នៅ password រួចរាល់ហើយអ្នកទាំងអស់គ្នាធ្វើការ login ចូលហើយអ្នកទាំងអស់គ្នាធ្វើការបំពេញនៅ KYC ឬក៏អត្តសញ្ញាណប័ណ្ណឬក៏ passport បាទអ្នកទាំងអស់គ្នាគ្រាន់តែធ្វើប៉ុណ្ណេះគឺអ្នកទាំងអស់គ្នាទទួលបាននៅកាក់ស៊ីបា200,000កាក់ហើយបូកជាមួយនឹងលុយ$2នៅក្នុង spot ដែលខ្ញុំបាននឹងធ្វើការ giveaway តាម ID ផ្ទាល់ហ្នឹងហើយកុំភ្លេចបង្កើតម្នាក់មួយផងណាសម្រាប់អ្នកអត់មាន account អូខេអ្នកទាំងអស់គ្នាចុចបង្កើតទៅ scan បង្កើតឬក៏អ្នកទាំងអស់គ្នាចុចក្នុង link ខាងក្រោមនេះបង្កើតបាទនៅក្នុង description ឬក៏ខាងលើឬក៏ខាងក្រោមបាទអរគុណបាទអ្នកទាំងអស់គ្នាបានជឿថាអ្នកទាំងអស់គ្នាបានធ្វើការសិក្សារួចមកហើយចំពោះមេរៀនទី1 Epic 1ទាក់ទងមួយរបៀបទិញកាក់ឲ្យចំណេញហើយនឹងមេរៀនទី2ទាក់ទងមួយ Epic 2ទាក់ទងមួយរបៀបទិញកាក់ឲ្យចំណេញបាទហើយនេះគឺជា Epic 3ទាក់ទងជាមួយនឹងរបៀបទិញកាក់នៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញ report អ្នកទាំងអស់គ្នាហើយនឹងបង្ហាញអ្នកទាំងអស់គ្នារបៀបដែលយើងចូលទៅទិញហើយនឹងលក្ខខណ្ឌថាយើងទិញយ៉ាងម៉េចដើម្បីបានចំណេញក្នុងការទិញចំណេញនេះគឺវាមាន4លក្ខខណ្ឌដែលអ្នកទាំងអស់គ្នាត្រូវគោរពតាមគឺទី1គឺ find the right coin មានន័យថាអ្នកទាំងអស់គ្នាស្វែងរក project ណាដែលអ្នកទាំងអស់គ្នាពេញចិត្តហើយអ្នកទាំងអស់គ្នាគិតថាវា strong fundamental ហើយ tokenomics ហើយនឹងស្របទៅតាមអ្វីដែលយើងបានរៀននៅក្នុងមេរៀនទី1និងទី2នឹងសម្រាប់ចំណុចទី1ចំណុចទី2គឺយើង wait the right time មានន័យថាអ្នកទាំងអស់គ្នាត្រូវតែធ្វើការទិញរងចាំនៅពេលវេលាដ៏ជាក់លាក់អ្នកទាំងអស់គ្នាក្នុងការទិញកាក់ដីអ្នកទាំងអស់គ្នាក្នុងការវិនិយោគក្ដីអ្នកទាំងអស់គ្នាមិនអាចធ្វើការទិញនៅតម្លៃថ្លៃហើយសង្ឃឹមតែវានៅថ្លៃទៅលើទៀតទេក្នុងការទិញកាក់ដីក្នុងការធ្វើអ្វីក៏ដោយក្នុងការទិញលក់ដើម្បីបានចំណេញគឺអ្នកទាំងអស់គ្នាត្រូវតែរកនៅតម្លៃក្រោមទីផ្សារអ្នកទាំងអស់គ្នាតម្លៃនៅក្នុងទីផ្សារក៏អ្នកទាំងអស់គ្នាមិនគួរទិញដែរអ្នកទាំងអស់គ្នាគួរតែស្វែងរកនៅតម្លៃណាដែលវានៅក្រោមទីផ្សារបន្ទាប់មកយើងអាចលក់នៅតម្លៃទីផ្សារឬក៏យើងអាចលក់នៅតម្លៃខ្ពស់ជាងទីផ្សារអញ្ចឹងយើងអាចរក្សាឬក៏ទទួលបាននៅប្រាក់ចំណេញបានហ្នឹងចំណុចទី2 the time market មានន័យថាយើងរងចាំពេលវេលាត្រឹមត្រូវនៅពេលដែលកាក់ហ្នឹងវាចុះមកដល់តម្លៃដែលសមរម្យក្រោមទីផ្សារអញ្ចឹងយើងចូលទិញនេះគឺសម្រាប់ចំណុចទី2ចំណុចទី3គឺយើង holding with pattern មានន័យថាយើងធ្វើការ hold ដោយការអត់ធ្មត់អ្នកនរគ្នាអ្វីក៏ដោយអ្នកនរគ្នាគ្មានការដែលយើងទិញភ្លាមចំណេញភ្លេទេអានឹងមានពួកបោកប្រាស់ទេអ្នកនរគ្នាយ៉ាងហោចណាស់គ្រប់ការចំណេញឬក៏ការជោគជ័យវាត្រូវការពេលវេលាអ្នកនរគ្នាគ្រប់យ៉ាងលើโลกនេះគឺមិនអាចងាយទេណាអ្នកនរគ្នាវាត្រូវការពេលវេលានិងការអត់ធ្មត់អ្នកនរគ្នាត្រូវតែចេះការអត់ធ្មត់បន្ទាប់ពីអ្នកទាំងអស់គ្នាទិញបាននៅកាក់នៅតម្លៃក្រោមទីផ្សារហើយកាក់នឹងគឺជាកាក់ដែលយើងគិតថាវា the right coin ដែលវាត្រឹមត្រូវតាមអ្វីដែលយើងត្រូវការអ្នកទាំងអស់គ្នាហើយវាមាន project ល្អអ្នកទាំងអស់គ្នា utility អូខេយើងទិញបន្ទាប់មកគឺយើងធ្វើការ hold វាដោយការអត់ធ្មត់អ្នកទាំងអស់គ្នាមិនមែនណាព្រោះតែយើងមិនទិញភ្លាមចំណេញភ្លេតែពេលខ្លះយើងទិញហើយปุ๊បវាអាចចុះពីនឹងទៅវាអាច sweep liquidity ក៏វាអាចកើត liquidity ក៏វាអាចកើតមក deep តិចតួចអញ្ចឹងយើងធ្វើការរងចាំដល់ការអត់ធ្មត់បន្ទាប់មកចំណុចទី4គឺយើង take profit បន្ទាប់ពីយើងរងចាំដោយអត់ធ្មត់ហើយគឺយើងឃើញតែប្រាក់ចំណេញហើយយើងលក់ដើម្បីយកប្រាក់ចំណេញហ្នឹងបាទ4ចំណុចឯងដែលអ្នកទាំងអស់គ្នាគួរតែមានបន្ទាប់ពីអ្នកទាំងអស់គ្នាបានរៀននៅមេរៀនទី1និងទី2គឺទី1អ្នកទាំងអស់គ្នាជ្រើសរើសកាក់ដែលត្រឹមត្រូវហើយទី2អ្នកទាំងអស់គ្នាគួរតែទិញកា
កាក់នៅពេលដែលតម្លៃវានៅក្រោមទីផ្សារឬក៏ waiting the right time ឬក៏ the time market ខំហើយទី3គឺយើងធ្វើការ hold with Pythian មានន័យថាយើងធ្វើការ hold ក៏រក្សាទុកនៅកាក់ហ្នឹងជាមួយនឹងការអត់ធ្មត់របស់យើងបាទហើយសម្រាប់ទី4គឺយើង take profit ចុះរបៀបទិញ hold យើងទិញយ៉ាងម៉េចអូខេយើងទៅមើលវីដេអូទាំងអស់គ្នារបៀបដែលយើងទិញ hold យ៉ាងម៉េចហើយយើងរើសកាក់យ៉ាងម៉េចយើងទៅមើលវីដេអូអនុវត្ត let's go បាទអ្នកនរគ្នាអញ្ចឹងយើងមើល report ដែលខ្ញុំបាទធ្វើការទិញកាក់កាលពី6ថ្ងៃមុនក៏ពេកខ្ញុំទិញច្រើនណាស់អ្នកនរគ្នាខ្ញុំទិញមានទាំង Solana មានទាំង BNB អ្នកនរគ្នាទៅលក់អស់ហើយ Solana ហើយនេះគឺជាកាក់ដែលខ្ញុំបាទទិញកាលពី6ថ្ងៃមុនគឺខ្ញុំបាទទិញ Luna បាទខ្ញុំទិញនៅតម្លៃ18.69ខ្ញុំទិញនៅតម្លៃ18.69ខ្ញុំទិញតម្លៃ8.69នេះខ្ញុំទិញចំនួនលុយគឺខ្ញុំទិញ7អានេះ600អានេះ600កាក់ខ្ញុំទិញលុយ$700អ្នកនរគ្នាបាទ$700គឺខ្ញុំបាទទិញនៅចំនួនប៉ុណ្ណេះបាទមកកាក់គិតជាកាក់វាបាន4000កាក់ជាងបាទហើយទិញកាលពីថ្ងៃថ្ងៃទី13ហើយថ្ងៃនេះថ្ងៃទី19ណាអញ្ចឹងកាលពីថ្ងៃទី13 14 15 17 18កាលពី17នៅថ្ងៃទី18សម្រាប់កាក់នេះគឺវាឡើងមកដល់នេះអ្នកនរគ្នាវាឡើងមកដល់20ជាងអ្នកនរគ្នានេះវាឡើងមកដល់24.48ខ្ញុំបាទមាន4004បាទអញ្ចឹងតម្លៃវា24.88នៅក្នុង24.88អញ្ចឹងការពិតឡើងបាន$1000អ្នកនរគ្នាខ្ញុំទិញចំនួនលុយ$700អ្នកនរគ្នាបាន1000កាលពីថ្ងៃនេះអ្នកនរគ្នាកាលពីថ្ងៃទី18បាទតែឥឡូវនេះគឺវាធ្លាក់មកវិញបន្តិចអ្នកនរគ្នាសម្រាប់ថ្ងៃទី19នេះម្សិលមិញហ្នឹងគឺខ្ញុំបាទចំណេញបាន$300លុយ700ខ្ញុំបាទចំណេញបានសរុបលុយបាន1000ចំណេញបាន300តែដល់ឥឡូវនេះចំណេញទៅបាន100តែលុយនេះខ្ញុំយកមកទុកនៅក្នុង earning បានខ្ញុំដាក់នៅក្នុង simple earn លុយ Luna ដែលខ្ញុំបាទទិញទូទៅបើខ្ញុំបាទទិញកាក់ខ្ញុំអត់ហូរនៅក្នុង spot ធម្មតាទេខ្ញុំហូរនៅក្នុង earning ដើម្បីយើងយកការប្រាក់មួយចំនួនទៀតអ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាមើលកន្លែង earning ខ្ញុំតិចមកមើល overview បន្តិចមកបាទអានេះវាអត់បង្ហាញកាក់ខ្ញុំវាបង្ហាញតែ profit វាបង្ហាញតែលុយបាទវាបង្ហាញកាក់អញ្ចឹងកាក់ខ្ញុំយកមកដាក់នៅក្នុង earning ហ្នឹងគឺខ្ញុំដាក់នៅ4000កាក់ជាងសម្រាប់កាក់ Luna នេះបាទតែអ្នកទាំងអស់គ្នាមិនមែនទេអ្នកទាំងអស់គ្នាគឺខ្ញុំទិញ Luna អ្នកទាំងអស់គ្នាទៅទិញកាក់ Luna តាមអត់ទេណាវីដេអូនេះគ្រាន់តែជាចំណេះដឹងហើយនឹងការសិក្សាស្វែងយល់ទេមិនមែនឲ្យអ្នកទាំងខ្ញុំទិញតាមទេដូចខ្ញុំនិយាយហ្នឹងគឺយើងទិញទី1យើងគ្រប់គោលការណ៍ choose the right coin គឺយើង do your own research ហើយគិតថាកាលណាដែល the right សម្រាប់យើងហើយទី2គឺយើង wait the time market ឬក៏ the right time នេះមានន័យថាម៉េចមានន័យថាអ្នកនរគ្នាមិនមែនអ្នកនរគ្នាចូលទិញកាក់អ្នកនរគ្នាទិញដល់ពេលតម្លៃវាឡើងថ្លៃទៅហើយទេណាអ្នកនរគ្នាអាហ្នឹងសិតតែចង់កងាប់ហើយចុងក្រោយអ្នកនរគ្នាកាក់យើងទិញដល់ពេលតម្លៃវាទាបជាងទីផ្សារបន្ទាប់មកបើយើងលក់នៅតម្លៃទីផ្សារឬក៏តម្លៃខ្ពស់ជាងទីផ្សារបើអ្នកនរគ្នាទិញតម្លៃខ្ពស់ទីផ្សារហើយសង្ឃឹមខ្ពស់ជាងទីផ្សារទៀតអាហ្នឹងបើអ្នកនរគ្នាចំណេញមែនថ្ងៃណាដែលចំណេញតែបើខាតចង់កអ្នកនរគ្នាអញ្ចឹងយើងអត់អនុវត្តអញ្ចឹងទេអាហ្នឹងជា bad discipline មានន័យថាវិន័យអាក្រក់សម្រាប់ខ្លួនយើងតែអ្នកនរគ្នារៀនមានវិន័យល្អក្នុងការ trade វាជួយឲ្យខ្លួនរបស់យើងអភិវឌ្ឍទៅមុខទៀតបែបនេះបាទហ្នឹងសម្រាប់ចំណុចទី2នៅក្នុងអ្វីដែលយើងកំពុងនិយាយក្នុងវីដេអូនេះណាចំណុចទី3គឺយើង hold with Pythian មានន័យថាយើងរក្សាវាកាន់វាជាមួយកាក់ធ្មត់ដូចខ្ញុំអញ្ចឹងខ្ញុំទិញថ្ងៃទី13 14 15 16 17 18ខ្ញុំរក្សាវា5ថ្ងៃបើខ្ញុំចំណេញពីលុយ$700ដល់$1000បាទតែបើសិនបើខ្ញុំអត់ធ្មត់ទេខ្ញុំលក់ចោលអូខេអត់ចំណេញច្រើនទេអ្នកនរគ្នាដូចឥឡូវនេះខ្ញុំបានលក់ទេដោយសារខ្ញុំទិញជា long term តែបើខ្ញុំលក់ក៏ខ្ញុំចំណេញថ្ងៃមុនតែខ្ញុំអត់ទៅបានលក់ទេបាទឥឡូវក៏នៅតែរក្សា bad profit ដដែលបាទនេះសម្រាប់អ្វីដែលខ្ញុំបានទិញហើយទី4គឺ take profit គឺឧទាហរណ៍យើងចង់លក់ដោយឥឡូវនេះខ្ញុំចង់យកវាមកលក់អូខេខ្ញុំលក់ហើយចំណេញយកតំណតែឥឡូវចំណេញទៅ100ទេណាអត់300ថ្ងៃមុនសម័យបានអត់300ថ្ងៃនេះទៅ100ចំណេញ100ទេបាទអញ្ចឹងចំណុចទី4គឺ take profit អូខេចប់គឺថាវីដេអូនេះគឺមានតែប៉ុណ្ណេះឯងអ្នកនរគ្នាសម្រាប់ការទិញកាក់ដើម្បីឲ្យចំណេញហើយអ្នកនរគ្នាចេះកុំកុំភ្លេចជួយ subscribe like comment អួយផងណាអ្នកនរគ្នាហើយមួយទៀតអ្នកនរគ្នាចាំមើលនៅវីដេអូបន្ទាប់គឺវីដេអូ Epic 4 ទាក់ទងជាមួយរបៀបចូលទិញតម្ដងអ្នកនរគ្នាខ្ញុំថាថតដល់របៀបចូលទិញតែវាយូរពេកវីដេអូយូរពេកវាកាត់តទៅវាវេទនាចិត្តអ្នកនរគ្នាអញ្ចឹងខ្ញុំសូមមកបញ្ចប់ត្រឹមហ្នឹងគឺរបៀបដែលយើងទាក់ទងជាមួយនឹងការទិញកាក់អ្នកនរគ្នាបាន ID 4ចំណុចបន្ថែមទៀតយ៉ាងណាបាទហើយស្អែកនេះគឺខ្ញុំនឹងរៀបវីដេអូទាក់ទងជាមួយរបៀបដែលយើងចូលទៅទិញ spot ហ្នឹងតែមកបាទតែយើងទិញយ៉ាងម៉េចទៅមកនៅក្នុង spot ហ្នឹងបាទអរគុណ thank you please have a nice day bye bye